បងប្អូនតើបងប្អូនធ្លាប់ដឹងអត់ពីសត្វដែលនាំទាំងសំណាងនិងចង្រៃដល់គ្រួសាររបស់យើងតើបងប្អូនដឹងអត់ថាសត្វនោះមានប្រភេទសត្វអ្វីខ្លះតោះឥឡូវយើងមកដឹងទាំងអស់គ្នាតាមការចំណាំនិងជំនឿតគ្នារបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុករហូតមកដល់បច្ចុប្បន្នតែមានជំនឿទៅលើសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃខាងក្រោមនេះគឺជាការកត់សម្គាល់ហេតុការណ៍រឿងរ៉ាវក្នុងជីវិតឬព្រឹត្តិការណ៍ផ្សេងៗសុទ្ធតែមានទំនាក់ទំនងជាមួយនឹងសត្វមួយចំនួនតើបងប្អូនយើងមកស្គាល់ពីសត្វដែលនាំទាំងសំណាងនិងចង្រៃដល់ក្រុមគ្រួសារយើងទាំងអស់គ្នាប្រភេទសត្វទី1គឺប្រភេទសត្វពស់ថ្លាន់នៅក្នុងសង្គមខ្មែរពីបុរាណតែងជឿថាពស់ថ្លាន់ជាសត្វស្លូតនាំមកនូវសេចក្តីសុខសប្បាយដល់មនុស្សតាមជំនឿយូរលង់ណាស់មកហើយដូនតាខ្មែរសម្គាល់ឃើញថាកាលណាពស់ថ្លាន់វាចូលផ្ទះអ្នកណាផ្ទះអ្នកនោះរមែងមានសេចក្តីសុខសប្បាយរកស៊ីមានបានដូចនេះប្រសិនបើឃើញពស់ថ្លាន់វាចូលផ្ទះសូមកុំវាយឬក៏ដេញវាឲ្យសោះព្រោះអាចនាំឲ្យកើតរឿងក្តៅក្រហាយនៅក្នុងគ្រួសារបានចាស់ពីបុរាណតែងឲ្យកូនចៅនិមន្តព្រះសង្ឃមកសូត្រមន្តសុំសេចក្តីសុខសប្បាយពេលឃើញពស់ថ្លាន់វាចូលដល់ក្នុងផ្ទះទី2ប្រភេទសត្វក្អែកដែលបូលសត្វក្អែកជាប្រភេទសត្វដែលចេះប្រើសំឡេងយ៉ាងគ្រលួចគួរឲ្យស្រងេះស្រងោចក្នុងសង្គមខ្មែរមានជំនឿថាប្រសិនបើសត្វក្អែកនោះបូលឬសំឡេងខ្លីៗនៅផ្ទះអ្នកណាបញ្ជាក់ថាផ្ទះអ្នកនោះនឹងមានភ្ញៀវសំខាន់មកលេងដូចជាគេចូលមកស្ដីដណ្ដឹងកូនកំមុំយើងអីចឹងណាតែបើសត្វក្អែកបូឬសំឡេងយ៉ាងកំសត់មានន័យថាអាចមានរឿងមិនល្អចាស់តែងយកអង្គព្រាចបាច់អង្គព្រមទាំងនិយាយថាសូមកុំឲ្យមានឧបទ្រពចង្រៃមកបៀតបៀនទី3ប្រភេទសត្វដំរីដំរីជាប្រភេទសត្វស្លូតតែវាក៏អាចក្លាយជាសត្វកាចម្ដងម្កាលដែរដែលចាស់ចំណាំនិយាយថាដំរីចុះប្រេងតាមជំនឿដូនតាខ្មែរពីបុរាណមិនអនុញ្ញាតឲ្យស្ត្រីដែលមានផ្ទៃពោះទៅជិះលើខ្នងដំរីឡើយព្រោះវាអាចធ្វើឲ្យដំរីមួយនឹងអាចនឹងទៅជាដំរីចុះប្រេងបើសិនជាស្ត្រីនឹងក៏ជិះលើខ្នងដំរីទៅវាអាចធ្វើឲ្យដំរីហ្នឹងជាដំរីចុះប្រេងវាអាចនាំមកយើងកើតទៅជាគ្រោះមហន្តរាយឬអកុសលណាមួយអញ្ចឹងប្រភេទសត្វទី4គឺប្រភេទសត្វខ្លែងស្រាកខ្លែងស្រាកជាប្រភេទសត្វចូលចិត្តរកស៊ីពេលយប់តាមជំនឿតគ្នាមកដល់បច្ចុប្បន្ននេះតែងជឿថាខ្លែងស្រាកជាប្រភេទសត្វនាំមកនៅឧបទ្រពចង្រៃចាស់តែងចំណាំថាឲ្យតែផ្ទះអ្នកណាមានជំងឺឈឺធ្ងន់សត្វនេះតែងតែមកយំបន្លឺគួរឲ្យខ្លាចតាមទំនៀមបើសត្វនេះយំនៅក្បែរផ្ទះចាស់ឲ្យស្រែកដេញនិងជេរដាក់បណ្ដាសាដើម្បីឲ្យសត្វនោះហាយចេញទៅឲ្យបាត់ប្រភេទសត្វព្រាបធ្ងោព្រាបជាសត្វដែលចូលចិត្តរស់នៅតាមទីវត្តអារាមនិងកន្លែងដែលស្ងប់ស្ងាត់តាមជំនឿក្នុងសង្គមខ្មែរជឿថាបើនៅសុកស្រាប់តែសត្វព្រាបហើរមកនៅក្នុងផ្ទះអ្នកណាហើយអ្នកនោះរមែងមានសេចក្តីសុខមានលាភសំណាងតែបើនៅសុកស្រាប់តែព្រាបនោះធ្ងោឬសំឡេងគួរឲ្យអាណិតនោះជាសញ្ញាប្រាប់ថាក្នុងផ្ទះនោះមានរឿងមិនល្អតាមទំនៀមត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំទើបអាចឆ្លងផុតគ្រោះនានាទី6ជាប្រភេទសត្វឃ្មុំដែលមកធ្វើសម្បុកនៅបរិវេណផ្ទះយើងហើយនឹងឬក៏នៅលើផ្ទះរបស់យើងតាមជំនឿដូនតាខ្មែរយូរលង់ណាស់មកហើយតែងជឿថាប្រសិនបើឃ្មុំឬស្រាំងមកធ្វើសម្បុកក្នុងផ្ទះឬក្នុងបរិវេណក្នុងផ្ទះណាផ្ទះនោះនឹងមានរឿងល្អកើតឡើងកូនចៅរស់នៅមានសេចក្តីសុខសុភមង្គលក៏ប៉ុន្តែបើនៅសុកស្រាប់តែឃ្មុំឬស្រាំងនោះតិចសមាជិកក្នុងគ្រួសាររបស់យើងនោះជាប្រផ្នូលមិនល្អនាំមកនៅឧបទ្រពចង្រៃដូចនេះត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តដំដោះគ្រោះទើបអាចឆ្លងផុតគ្រោះផ្សេងទី7ប្រភេទសត្វឆ្កែលូពេលចិត្តភ្លឺជាទូទៅសត្វឆ្កែវាចូលចិត្តលូនឹងព្រោះជារឿងធម្មតារបស់វាទៅហើយក៏ប៉ុន្តែចាស់ពីបុរាណតែងជំនឿថាប្រសិនបើសត្វឆ្កែលូធម្មតាពេលយប់នោះបញ្ជាក់ថាវាប្រកាសជាឃើញខ្មោចឬក៏ព្រាយបិសាចហើយក៏ប៉ុន្តែបើឆ្កែលូពេលមេឃចិត្តភ្លឺបន្លឺសំឡេងវែងយ៉ាងកំសត់នោះបញ្ជាក់ថានៅក្នុងភូមិស្រុកអាចមានរឿងមិនល្អអាចមានចោរចូលលួចទ្រព្យសម្បត្តិអ្នកស្រុកឬអ្នកភូមិដូចនេះអ្នកស្រុកទៅប្រុងប្រយ័ត្នកុំឲ្យកូនចៅដើរចេញក្រៅផ្ទះពេលយប់ការពារទ្រព្យសម្បត្តិរបស់លោកអ្នកជាដើមតើបងប្អូនយល់យ៉ាងណាដែរចំពោះប្រភេទសត្វទាំង7នេះសូមបងប្អូនខមមិននៅខាងក្រោម